សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមើលការផ្សាយថ្មីថ្ងៃនេះគឺយើងមើលថាតើនេះសម្រាប់អ្នកកើតថ្ងៃច័ន្ទណាបងប្អូនអរគ្នាយើងមើលថាតើស្នេហានិងការងារលុយកាក់ហ្នឹងសម្រាប់អ្នកកើតថ្ងៃច័ន្ទតើក្នុងឆ្នាំ2026នេះមានអ្វីខ្លះសម្រាប់គាត់មានសារអ្វីខ្លះសម្រាប់គាត់អញ្ចឹងណាអញ្ចឹងវីដេអូនេះសម្រាប់អ្នកកើតថ្ងៃច័ន្ទចូលមកមើលទាំងអស់គ្នាណាបងប្អូនអរគ្នាចាអញ្ចឹងបងប្អូនដែលថាវីដេអូខ្ញុំស្ដាប់អត់សូវច្បាស់ហើយអញ្ចឹងអត់សូវលឺអញ្ចឹងបងប្អូនអាចតឡើងសំឡេងតិចទៅពីព្រោះខ្ញុំអត់បានដាក់ម៉ៅអញ្ចឹងខ្ញុំនិយាយផ្ទាល់ជាមួយនឹងទូរស័ព្ទអញ្ចឹងអាចរៀងនឹងអត់សូវច្បាស់អត់សូវលឺខ្លាំងអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចបើកសំឡេងឲ្យរៀងលឺតិចណាបងប្អូនចាអភ័យទោសផងបងប្អូនអរគ្នាអញ្ចឹងឥឡូវយើងមកមើលថាស្នេហានិងលុយកាក់របស់អ្នកកើតថ្ងៃច័ន្ទហ្នឹងក្នុងឆ្នាំ2026តើមានអ្វីចង់ប្រាប់គាត់ឥឡូវយើងមើលស្នេហាវិញមើលស្នេហាសិនណាបងប្អូនអរគ្នាស្នេហារបស់អ្នកកើតថ្ងៃច័ន្ទហ្នឹងត្រូវតែមានភាពស្មោះត្រង់នឹងគ្នាត្រូវតែមានភាពស្មោះត្រង់ហើយត្រូវតែមានតុល្យភាពស្មើគ្នាហ្មងបងប្អូនអរគ្នាមានលើសមានខ្វែណាអត់មានអីណាយើងទៅឆ្លាញ់គេច្រើនជាងគេឆ្លាញ់យើងអីអត់ទេយើងត្រូវតែមានភាពស្មើគ្នាហ្នឹងហើយទើបស្នេហានេះវាអាចទៅរួចអាចនឹងល្អហើយបើសិនជាមានបញ្ហាគឺត្រូវដោះស្រាយដោយយុត្តិធម៌ទើបអាចទៅរួចបងប្អូនអរគ្នាហ្នឹងហើយក៏អាចជាសញ្ញានៃកម្មផលរបស់យើងទាំងអស់គ្នាផងដែរណាដូចថាកម្មផលកំពុងតែធ្វើការដូចជាអ្វីដែលយើងធ្លាប់ធ្វើអញ្ចឹងណាបងប្អូនអរគ្នានឹងត្រឡប់មករកយើងវិញដូចយើងធ្វើអ្វីយើងដឹងខ្លួនឯងត្រូវបើយើងធ្វើល្អស្មោះត្រង់រឿងស្នេហាផ្ដល់ឲ្យគេឬក៏យើងធ្វើអ្វីគឺនឹងទទួលត្រឡប់មកវិញហើយអញ្ចឹងបងប្អូនបាច់បារម្ភទេណារឿងស្នេហារបស់បងប្អូនទាំងអស់គ្នាក្នុងឆ្នាំ2026នេះចាំបាច់បារម្ភទេហើយបេះដូងរបស់អ្នកទាំងអស់គ្នាឥឡូវដូចជាមានអារម្មណ៍ថាបងប្អូនទាំងអស់គ្នាដូចជាបិទបេះដូងដូចថាអត់មានចង់ជ្រើសរើសអ្វីទៀតណាតែអ្នកអាចនឹងកំពុងតែស្ទាក់ស្ទើរនៅការថាគួរបញ្ចប់ឬក៏នៅតែបន្តអីចឹងណាដោយសារតែយើងអត់ច្បាស់យើងអត់ច្បាស់នៅទំនាក់ទំនងហ្នឹងអីចឹងទៅហើយវាស្ទើរឲ្យយើងស្ទើរតែយើងមើលអត់ដឹងការពិតនឹងការមិនដឹងថាត្រូវធ្វើមិនទេព្រោះយើងមើលអត់ដឹងការពិតអត់មើលអត់ដឹងពីចិត្តគេស្នេហាមួយនឹងវាទៅមុខឬក៏អារម្មណ៍របស់គេហ្នឹងវាមិនចំពោះយើងអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏មិនដឹងថានៅបន្តឬក៏បញ្ចប់អញ្ចឹងណាអូខេហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងបើសិនជាយើងមើលស្នេហាមួយហ្នឹងណាបងប្អូនទាំងគ្នាកុំបិទបេះដូងទៀតព្រោះស្នេហាហ្នឹងវាល្អឯងគាត់ថាវារៀងធ្វើឲ្យយើងហត់ចិត្តបន្តិចមែនប៉ុន្តែស្នេហាហ្នឹងវាល្អវាបង្ហាញថាស្នេហាហ្នឹងវាមានភាពថែរក្សាគ្នាកក់ក្ដៅនឹងនាំនៅការអភិវឌ្ឍធំអភិវឌ្ឍធំជាមួយគ្នាជាមួយនឹងការងារដែលអ្នកទាំងអស់គ្នាបានធ្វើហ្នឹងគឺស្នេហាហ្នឹងគឺក៏ជួយយើងខ្លះដែរមិនថាអត់ទេសម្រាប់អ្នកខ្លះអាចនឹងសម្ដៅថាលើការមានកូនឬក៏មានទំនាក់ទំនងអីធំដុំអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងស្នេហាហ្នឹងគឺអភិវឌ្ឍបានណាហ្នឹងហើយគឺអភិវឌ្ឍទៅមុខបានបងប្អូនអញ្ចឹងប្រសិនបើអ្នកនៅលាវវិញអាចនឹងមានឱកាសជួបមនុស្សដែលទន់ភ្លន់ហើយជួយគ្រប់គ្រងយើងនៅបញ្ហាអ្វីដែលយើងធ្វើឬក៏ជួយនៅការងាររបស់យើងសម្រាប់អ្នកនៅលាវសម្រាប់អ្នកមានគូត្រូវតែពង្រឹងការស្រឡាញ់ត្រូវមានការយកចិត្តទុកដាក់ជាមួយនឹងដៃគូរបស់យើងឲ្យបានច្រើនតែហ៊ានថាពង្រើយកន្តើយគឺទៅហើយគឺមិនថាទៅឯងគ្រាន់ថាវារៀងអ
ត់យល់ចិត្តគ្នាអញ្ចឹងណាបងប្អូនគ្នាអាចនឹងមានការយល់ច្រឡំពេលដែលយើងអត់និយាយគ្នាហើយម្នាក់ទៀតគិតទៅម្នាក់ទៀតចេះតែធ្វើអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យមានការយល់ច្រឡំអញ្ចឹងបញ្ហាហ្នឹងវានៅតែបន្តអញ្ចឹងបើមានរឿងអីគឺត្រូវតែដោះស្រាយដោយយុត្តិធម៌អញ្ចឹងស្នេហានេះនឹងត្រូវដើរដោយល្អតែម្ដងបងប្អូនណាឥឡូវយើងមកមើលរឿងលុយកាក់វិញគឺលុយកាក់គឺល្អបងប្អូនលុយកាក់គឺល្អមានឯករាជ្យសម្រាប់អ្នកបើសម្រាប់អ្នកគឺអាចនឹងឈរជើងដោយខ្លួនឯងបានហើយមានសមត្ថភាពហូរលុយមានសមត្ថភាពហូរលុយដោយខ្លួនឯងហើយវាក៏ជាសញ្ញាល្អសម្រាប់អាជីវកម្មរបស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើកំពុងតែអភិវឌ្ឍវាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែធ្វើអ្វីមួយកំពុងតែធ្វើអ្វីមួយនៅក្នុងឆ្នាំ2026ហ្នឹងការងារហ្នឹងដែលកំពុងតែចាប់ផ្ដើមធ្វើហ្នឹងណាគឺល្អមែនតើបងប្អូនណាគឺល្អអញ្ចឹងហើយហិរញ្ញវត្ថុគឺមានស្ថិរភាពល្អតែម្ដងបងប្អូនណាហើយបើសម្រាប់អ្នកខ្លះអាចនឹងមានការផ្លាស់ទីផ្លាស់លំនៅឋានឬក៏ផ្លាស់កន្លែងធ្វើការឬក៏មានគំនិតអ្វីថ្មីចង់ចាក់ចែងពីស្ថានភាពមួយដែលតានតឹងអញ្ចឹងណាទៅកាន់នៅភាពស្ងប់ស្ងាត់ហើយប្រសើរជាងមុនអីចឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាប្រសិនជាចាប់ផ្ដើមអ្វីដែលថ្មីកំពុងតែចង់ចាប់ផ្ដើមនៅអ្វីថ្មីបងប្អូនធ្វើទៅណាកុំខ្លាចការចាប់ផ្ដើមអ្វីទាំងអស់គឺកើតចេញពីការចាប់ផ្ដើមបើយើងអត់ចាប់ផ្ដើមទេក៏អត់អាចនឹងទៅមុខបានដែរអញ្ចឹងសញ្ញានេះគឺល្អណាបងប្អូនទាំងគ្នាបើយើងចាប់ផ្ដើមនៅអ្វីដែលថ្មីគឺដំបូងវារៀងពិបាកមែនវាធ្វើឲ្យអារម្មណ៍យើងនៅឯការចាប់ផ្ដើមវាអត់មានអីស្រួលទេវាធ្វើឲ្យអារម្មណ៍យើងរៀងគិតច្រើនប៉ុន្តែពេលដែលយើងធ្វើវាទៅចេះតែធ្វើវាទៅក្នុងការអភិវឌ្ឍខ្លួនផងការយល់ពីខ្លួនឯងកាន់តែច្បាស់ផងហើយអ្នកទាំងអស់គ្នាជាមនុស្សមួយដែលឯករាជ្យហើយជាមនុស្សដែលគេហៅថាបកកាយហើយនៅក្នុងការគ្រប់គ្រងនឹងការធ្វើមុខជំនួញរបស់បងប្អូនទាំងអស់គ្នាហ្នឹងអញ្ចឹងមិនបាច់ខ្លាចការផ្លាស់ប្ដូរអីវាគឺជាសញ្ញាល្អពេលដែលអ្នកទាំងអស់គ្នាផ្លាស់ប្ដូរនៅអ្វីដែលអ្នកទាំងអស់គ្នាចង់ធ្វើអញ្ចឹងអ្នកទាំងអស់គ្នាគឺមានសមត្ថភាពខ្ពស់អញ្ចឹងកុំខ្លាចការផ្លាស់ប្ដូរហ្នឹងវាអាចនាំឲ្យអ្នកទាំងអស់គ្នាទៅកាន់ភាពល្អប្រសើរជាងមុនទៀតណាបងប្អូនទាំងអស់គ្នាអញ្ចឹងស្រាប់ការទាំងអស់ហ្នឹងគឺមើលថាក្នុងឆ្នាំ2026គឺល្អត្រូវបើកចិត្តហើយធ្វើការជ្រើសរើសដោយមានភាពយុត្តិធម៌ណាបងប្អូនទាំងគ្នាត្រូវមានភាពយុត្តិធម៌ហើយបើការងារផ្លាស់ប្ដូរមានការផ្លាស់ប្ដូរអីហ្នឹងនឹងនាំនៅភាពឯករាជ្យនឹងជោគជ័យតែម្ដងបងប្អូនណាអញ្ចឹងក្នុងឆ្នាំ2026នេះគឺយើងមើលឃើញមានប៉ុណ្ណឹងឯងអញ្ចឹងស្នេហាត្រូវតែត្រូវតែបើកចិត្តណាបងប្អូនទាំងគ្នាអញ្ចឹងការនេះគឺល្អសម្រាប់អ្នកការថ្ងៃច័ន្ទអូខេគឺល្អណាអ្នកការថ្ងៃច័ន្ទអញ្ចឹងយើងទទួលយកទាំងអស់គ្នាណាអ្នកការថ្ងៃច័ន្ទឆ្នាំ2026នេះហេងណាបងប្អូនទាំងគ្នាហេងអូខេបាយបាយបងប្អូនជួបគ្នាជាមួយនឹងវីដេអូក្រោយជួយ subscribe វីដេអូម្នាក់មួយផងដើម្បីទទួលបាននៅការមើលការថតរូបជារៀងរាល់ថ្ងៃអរគុណបងប្អូន